ចូលឆ្នាំមុនពូប្រើក្នុងដីហ្នឹងបានប្រហែលតោននេះបងពីហាត់ហ្នឹង ពីហាត់បានជាង3តោន បានជាង ពី 3 តោន ហាត់បានជាង3តោនសម្រាប់ចន្ទទីដែលអាយុ 9 ឆ្នាំ 9ឆ្នាំបាទចុះឆ្នាំនេះយកប្រហែលតោនទៅ ឆ្នាំហ្នឹង អាយុ5តោន អាយុមិនយកច្រើនទេយកតែបាន4តោនបានណា ឥឡូវថាអីថាចង់បាន5តោនឬ4តោនមកថាបានពូយកតែ4ណាមកទុកមួយតោនទៀតឲ្យខ្ញុំ បាទទៅឲ្យលោកគ្រូឆ្នាំ ពូសួរបាទចុះមិនទៅពូយើងអង្កេតឃើញថាក្រោយពីពូបានប្រើខាងសម័យភៀវ2ឆ្នាំនេះ វាគ្រាន់បើឆ្នាំទៅហ្នឹងណាប៉ុន្តែវាជំនួសអត់បានប៉ុណ្ណឹង បាទ ហើយដល់មកឆ្នាំហ្នឹងជំនួសវាជ្រុះស្មើល្អអញ្ចឹងលោកត្រួយវាចេញមកគឺស្អាតអញ្ចឹងហ្មងហ្នឹងហើយវាអត់មានអរ៉ៃដូចរាល់ឆ្នាំវាខ្វាក់ត្រួយ បាទពូបាទ ហើយដល់ពេលមកឆ្នាំហ្នឹងវាមានដែរវាមានតិចតួចទេមកត្រួយពីត្រួយមកដើម4 10ត្រួយអញ្ចឹងបាទ ហើយត្រួយហ្នឹងសិតតែជាត្រួយផ្កា ធ្វើ ទៀត ការ បាទហើយដូចពូអង្កេតឃើញចាក់ស្ដែងហើយគឺត្រួយយើងពុកពេញទៅដោយកម្លាំងណាពូគេថាត្រួយកម្លាំងត្រួយមានអាហារគ្រប់គ្រាន់តែមិនការមកត្រួយការហ្នឹងចាប់ពីតំតស្លឹកស្លឹកវាមានអាហារគ្រប់គ្រាន់ណាពូណា បាទ កុំឲ្យតែបែក3ស្លឹក ហ្នឹងវាអត់ វាសូវកម្លាំងទេបាទពូស្លឹកចាំទីវាគឺជាឆ្នាំងបាយហើយមិនចឹងពូណាបាទដូចជាខ្លះស្តុកអាហារ ហ្នឹងហើយ ចូលឆ្នាំមុនពូប្រើក្នុងដីហ្នឹងបានប្រហែលតោននេះពូពីហាត់ហ្នឹង ពីហាត់បានជាង3តោន បានជាង ពី 3 តោន ហាត់បានជាង3តោនសម្រាប់ចន្ទទីដែលអាយុ 9 ឆ្នាំ 9ឆ្នាំបាទចុះឆ្នាំនេះយកប្រហែលតោនពូ ឆ្នាំហ្នឹង អាយុ5តោន អាយុមិនយកច្រើនទេយកតែបាន4តោនបានណា ឥឡូវថាអីថាចង់បាន5តោនឬ4តោនមកថាបានពូយកតែ4ណាមកទុកមួយតោនទៀតឲ្យខ្ញុំ បាទទៅឲ្យលោកគ្រូឆ្នាំ ឆ្នាំទៅបាញ់អត់សូវជ្រុះអញ្ចឹងទេ អត់សូវទេបាទ បានជាង3តោន បាទជាង3តោន ពេលឆ្នាំហ្នឹងស្រស់ល្អ បាទហើយជាដូចអីចង់បានមែនហើយមើលទៅបាទចង់មានជូនពោអីទាំងម៉េចបាន5តោនណា ចា បាទ ច្រើនណាបាទ